ថ្ងៃនេះខ្ញុំតំណាងឲ្យក្រុមទី2ឡើងមកធ្វើបទបង្ហាញគម្រោងសិទ្ធិផ្លូវសញ្ញាចរាចរណ៍ដែលដឹកនាំដោយលោកគ្រូមុនវិធីនិងលោកគ្រូសាសំលៀនលោកគ្រូជំនួយសាសំលៀនចំនួនយើងជាសិស្សចំនួនទី1ជំនាញអគ្គិសនីក្រុមទី2ជាកិច្ចប្រកបនេះពួកខ្ញុំនឹងបង្ហាញពីសមាជិកក្រុមរបស់ខ្ញុំបាទខ្ញុំបានឈ្មោះរឿងសុភ័យជាប្រធានគាត់បានឈ្មោះត្រៃជីមជាអនុប្រធានគាត់បានឈ្មោះវណ្ណរតនាជាសមាជិកគាត់បានឈ្មោះវណ្ណតងជាសមាជិកហើយគាត់បានជាឈ្មោះនាងជាសមាជិកយើងមកដល់នេះគឺជាមេតិការបស់គម្រោងរបស់យើងតែមាន5ជំពូកទី1សេចក្តីដើមជំពូកទី2ទស្សនវិជ្ជាព័ន្ធហើយជំពូកទី3វិធីសាស្ត្រនៃការស្រាវជ្រាវហើយជំពូកទី4លទ្ធផលនៃការស្រាវជ្រាវហើយជំពូកទី5ការសន្និដ្ឋាននិងការនិស្សិតបាទជាកិច្ចបន្តខ្ញុំនឹងផ្ទេរភារកិច្ចទៅឲ្យសមាជិកក្រុមរបស់ខ្ញុំធ្វើជាកិច្ចបន្តសូមអរគុណជំរាបសួរលោកគ្រូខ្ញុំឈ្មោះឈិននេះឡើងមកបកស្រាយបន្តពីប្រធានក្រុមរបស់ខ្ញុំជំពូកទី1សេចក្តីផ្ដាំលំនាំបញ្ហានឹងចំណោទបញ្ហានៅក្នុងប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើនទៅលើវិស័យបច្ចេកទេសដូចជាវិស័យអប់រំវិស័យកសិកម្មនិងវិស័យសេដ្ឋកិច្ចជាច្រើននិងដូចជាវិស័យការវិស័យអគ្គិសនីនិងវិស័យអេឡិចត្រូនិកក្នុងនោះក្រុមយើងខ្ញុំបានបង្កើតនៅបច្ចេកវិទ្យាថ្មីដើម្បីដោះស្រាយនឹងតម្រូវការផ្សេងៗដើម្បីឲ្យគម្រោងរបស់ខ្ញុំទទួលបានជោគជ័យនិងសមស្របទៅតាមបច្ចេកវិទ្យាយើងត្រូវមានចំណុចសិក្សាជាច្រើនមួយទី2បន្តដំណងក្នុងនោះក្រុមយើងខ្ញុំបានស្រាវជ្រាវទៅលើវិធានបទជាច្រើនដូចជាតាមទូរស័ព្ទដៃតាមកុំព្យូទ័រនិងតាមការស្រាវជ្រាវផ្សេងៗទៀតក្នុងនោះក្រុមយើងខ្ញុំបានលើកយកចំណុចជាច្រើនសំខាន់ដូចជាការសិក្សាអំពី thermal ការសិក្សាអំពីអំពូលការសិក្សាអំពីឧបករណ៍ការសិក្សាអំពីគម្រោងសម្រាប់ការដំឡើងការសិក្សាអំពី design ដំណើរការសិទ្ធិគុណភាពនិងសុវត្ថិភាពហើយនឹងវិធីសាស្ត្រក្នុងការដំឡើង1.3 សំណួរនៃការស្រាវជ្រាវក្នុងគម្រោងនេះយើងលើកយកមកសិក្សាព្រោះយើងក្រុមយើងខ្ញុំបានសិក្សាស្រាវជ្រាវដើម្បីបន្ថែមនិងឆ្លើយតបទៅតម្រូវការចម្បងហើយនឹងក៏ជាចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងគម្រោងនេះឡងនេះណានេះការដំណើរlại mình gì thật mày ai lại mình gì thật mày trời người ta cũng xem mơ nó mày lại mơ chớ nè anh dậy mơ anh mơ hay dương bay nó dương dậy vô một anh không mơ chắc mình dậy dương còn nào mơ hay dương dậy bạc cái dương cho o chừng mơ dương bạc kia mà cây dương dậy hái dương hay dương cho o chừng mơ dương bạc kia nó hay đây dương thương mình luôn là mơ chừng pi còn mùi đây chân mấy nhiều hơn chân anh biết chân chơi ở bên khai được lên anh bên lại những cái mình anh bên lại chơi rồi anh u luôn cáiមួយទី3សំណួរនៃការស្រាវជ្រាវក្នុងការស្រាវជ្រាវទៅលើប្រធានបទភ្លើងស្តុកចរាចរណ៍ក្រុមលោកខ្ញុំបានសិក្សាបន្ថែមដើម្បីឆ្លើយតបទៅនឹងតម្រូវការដូចជាហើយដើម្បីបានជាជ្រើសរើសគម្រោងនេះមកស្រាវជ្រាវការប្រើប្រាស់នឹងចរាចរណ៍មានអ្វីខ្លះហើយអ្នកប្រើប្រាស់នឹងបរិស្ថានមានអ្វីខ្លះការសិក្សាស្រាវជ្រាវបានផ្ដល់អត្ថប្រយោជន៍ដល់សពថ្ងៃ
cứ đai rồi tệ môi trên bốn sẽ ra hai ca sỏi chiều ra hai ca sỏi chiều bây giờ ban lớp cho mau thì sáng nên cho nói song khăn chỉ cho nó ca chiều người kia miền kia vào nghiên cứu trong ca ra pra bằng can bằng rừng nên cũng tôi lướt bây giờ nó bị tình vậy chắc bắt này gì nữa tôi chắc bắt hạt còn những người này phần tí này cái nào là dương chế công chế đồng song cái gì chế máu này trong cùng đông dương đi dương như là khăn chỉ ra được chia rồi khi mình sửa cho mà cái về tích còn cam thì smart khi đó còn trong đi được cái cho nó trong những cái con trăm giống mầm mơ mình chúng tôi là ngày đây là tôi mà mình mà tôi còn mục rồi đấy như thế kia miền tùng nục chất phần thiệt thôi mà miền cao kẹt tê nhưng sau mà sai như này là một chữ mà nó nguyên cái mình đấy hả mũi cuốn sao hai ca sao chứ đâu trong bọc nhóm ban rồi lơ chúng phần hai ca sao chứ sao chứ đâu vô mọc ở chia miền phía miền xuôi cảm cảm được mà thiếp nên tôi bị sai chạy kia vô đăng ký thường đi nhưng còn nhưng chỉ cho nó bán nhưng chỉ cho nó bán như là tám năm tính chắc bằng cho nên nó cho cái là bọn đồng đồng ní một tập tài không ca sao chiều nhưng thiệt ni sôi chẳng này về liền tịch nó sẽ bắt đầu trong một cái như thế rồi nó môi trên bốn đấy là làm hai này ca sỏi chiều nó một rong đấy trong bao nhiêu nhóm ban lớp giáo pi bài hàng khăn đôi chia miền kia ngày số không ca đầm láng tụi này tên tách bằng can tụi nước smart phép miền kha đi đầm láng miền không tự lý đăng pi tụi này tên ra pra miền smart phép và bao lệ ra pra miền tụi này đăng mấy mấyประกอบด้วยคุณภาพความเพียรการประกอบความสมบัติเพียรนั่งการมีเรียนเพียรประลุนจะเป็นต้นน้ำส้มของโคจูนี่ นี่อันนี้ตีกันไหมอยู่ดีเลยนี่ก็จีนไทยนี่ อันนี้ท่านเย่ก็อย่างนี้ อันนี้ได้ท่านนี่ก็จีนตีกันไหมตีตามกลุ่มซ่าคุณโดน เย่ก็อย่างนี้ อันนี้ก็จีนตีกันไหม นี่คือที่ตีตั้งปุ่มสร้างรูปแล้วก็กรงรูปบอยอย่างชอบมาจะเป็นต้นน้ำส้มประกอบชูตลอดสมาชิกกรงชมภาษาเป็นต่อ ส้มยังตัวหรือส้มหมกต้นตอนสมาชิกของกลุ่มแต่ก็ตัวหนึ่งตีเป็นต่อชิวตัวการบอกซ่าถึงพวกปีการมาเปิดใส่ยึดได้ครับเพื่อสัญญาจะจอเจี๊ยบเลยสัญญามุ้ยHai chỗ cái mày cho camera của thế này. Đây giờ tôi anh đặt cái này số trong lớp số lục rú số con nó mà chắc rụng rong đẹp con tuần tin tapi yang khác đây yang khác đây yang trên đây yang khác của mọi người không bạn số trong lớp số lục rú hay số con nó mất rụng rong đẹp con tuần tí được mấy anh trong bọn sai một to nên chúng mình chúng một phí cao động lực đầy rất nghe cho cho cứ như chúng ta đó quan lương tại trục rong cho ra cho người ta đồng play được bay chui sùng luôn và các tôi cho ra cho và con mình được gì pi được nghe nó tôi được pi là bao cỏ các công lao sinh pi cho ra cho phụ dân còn lại tôi chia cùng ru mũi cùng nọ hơi còn tay biết có ai dùng một ra
បានដែរព្រោះតែការដំណើរពួកយើងធ្វើទៅតាមសមត្ថភាពរបស់ពួកយើង2.3 ឧបករណ៍ដែលយកមកដំណើរក្នុងគម្រោងនៅក្នុងគម្រោងរបស់ពួកយើងបានជ្រើសរើសឧបករណ៍មានដូចបង្ហាញដែលទី1គឺ Discounter វាមានតួនាទីសម្រាប់ឥឡូវឆ្នាំថ្មីនេះ 2.2 ឧបករណ៍យកមកដំណើរក្នុងគម្រោងនេះគឺជាឧបករណ៍នេះគឺជា Discounter ដែលយើងយកមកប្រើប្រាស់វាមានតួនាទីមួយៗនេះឈរអមមកដល់លេខ 2.3 ឧបករណ៍ដែលពួកយើងយកមកដំណើរក្នុងគម្រោងមានដូចជាមួយគឺ Discounter ដែលវាមានតួនាទីសម្រាប់បិទបើកចរន្តទៅឲ្យដំណើរការស៊ីហ្វ្រីហើយទី2គឺ Timer ដែលពួកយើងប្រើសម្រាប់កំណត់រយៈពេលនៃការបំភ្លឺអំពូលនៅតាមលក្ខខណ្ឌដែលពួកយើងកំណត់ហើយនេះគឺជា relay ដែលប្រើចំណាត់ជំនួយដល់ Timer ក្នុងការបញ្ជាអំពូលនេះជាបាល់កុកដែលវាប្រើសម្រាប់ងាយស្រួលក្នុងការភ្ជាប់ខ្សែចម្លងទៅឧបករណ៍ហើយនេះគឺជាអំពូលសញ្ញាដែលប្រើសម្រាប់តំណាងជាអំពូលពេលសញ្ញាចរាចរណ៍ខ្សែភ្លើងគឺជាខ្សែដែលប្រើសម្រាប់ចម្លងចរន្តទៅឧបករណ៍ប្រើប្រាស់ហើយនៅក្នុងការដំឡើងគម្រោងពួកយើងប្រើប្រាស់សម្ភារៈសម្រាប់ដំឡើងមានដូចជាបង្កាត់គឺប្រើសម្រាប់កាត់ខ្សែភ្លើងហើយកសក់កត្រៃកាត់ខ្សែភ្លើងទុនវិសបិទភ្លើងនិងស្កុតនិង multimeter ដែលប្រើសម្រាប់តេស្តរកកំហួតរបស់ស៊ីហ្វ្រីយើងនៅក្នុងការដំណើរគម្រោងពួកយើងក៏បានប្រើប្រាស់នៅឧបករណ៍សុវត្ថិភាពដូចជាស្រោបដៃមួកសុវត្ថិភាពស្បែកជើងវ៉ែនតានិងអាវសុវត្ថិភាពដែលជួយការពារគ្រោះអនិច្ចផ្សេងៗនៅក្នុងការអនុវត្តជាកិច្ចបន្ទាប់ខ្ញុំសូមប្រកល់ទូនាទីបន្តទៅសមាជិកបន្តសូមជម្រាបសួរក្រុមបាទសូមអរគុណដល់មិត្តរួមក្រុមដែលតែកិច្ចមកចំណងចំពោះទី3ការអនុវត្តគម្រោង3.1វិធីសាស្ត្រស្រាវជ្រាវគម្រោងនៅក្នុងគម្រោងនេះយើងបានដឹងថាច្បាស់ហើយថាក្នុងការស្រាវជ្រាវគម្រោងអាចផ្ដល់ជាប្រយោជន៍តែម្ដងមិនមែនគ្រាន់តែជាដំណើរគម្រោងទេវាអាចតែក្នុងគម្រោងរបស់ពួកយើងគ្រាន់តែយកចំណុចបេតុងមកសិក្សាប៉ុណ្ណោះ3.2ការប្រមូលទិន្នន័យនិងដំណាក់កាលដំឡើងដំណាក់កាលទី1ក្រុមពួកយើងបានចាប់តាមកាត់ក្តារដែលមានបណ្ដោយនិងទទឹង120 សង់ទីម៉ែត្រដំណាក់កាលទី2ពួកយើងចាប់តាមដំឡើងពួកយើងចាប់តាមលើកឆ្នាំជាលើកឆ្នាំគំរូនិងដាំបង្គោលដំណាក់កាលទី3ពួកយើងចាប់តាមរៀបស៊ីខ្វីនិងពេទ្យស៊ីខ្វីឲ្យវាត្រូវតាមតម្រូវការរបស់យើងដំណាក់កាលទី4ពួកយើងចាប់តាមដាក់ស៊ីខ្វីចូលនិងដាក់អំពូលដើម្បីតម្រូវថាមកឲ្យបានដំណើរការខដំណាក់ការចប់ជើងនេះគឺជាដំណាក់ការចប់ជើងរបស់ក្រុមយើងហើយនេះគឺជាស៊ីខ្វីរបស់ក្រុមយើងទាំងមូលតែម្ដងដែលធ្វើភ្លើងសញ្ញាចរាចរណ៍ហើយនេះគឺជាថវិកាគ្រប់គ្រងដែលមានតម្លៃសរុបទាំងអស់60,600,000 3.2 លទ្ធផលនៃការពិសោធន៍ការចប់នីមួយៗការចប់ឧបករណ៍នីមួយៗបានត្រឹមត្រូវនិងដំណើរការបានល្អការរៀបចំឲ្យមានសោភ័ណភាពស៊ីពីមាន
មានភាពស្មុគស្មាញប៉ុន្តែឆាប់យល់ផ្ដល់ទំនុកចិត្តក្នុងការប្រើប្រាស់បង្ហាញការរកឃើញថ្មីៗបាទជាបន្តខ្ញុំសូមផ្ទេរភារកិច្ចទៅឲ្យកូនរបស់ខ្ញុំបន្ត ជំរាបសួរលោកគ្រូនិងអរគុណទៅកាន់មិត្តរួមក្រុមដែលបន្តវេនអរខ្ញុំអាចឡើងមកនិយាយពីជំពូកទី4ចំពោះលទ្ធផលនៃការស្រាវជ្រាវក្រោយពីបានសិក្សាជ្រាវជ្រាវក្នុងរយៈពេលកន្លងមកក្រុមគម្រោងរបស់យើងខ្ញុំបានទទួលនូវលទ្ធផលដែលបានកំណត់មិនត្រឹមតែប៉ុណ្ណេះក្រុមរបស់យើងខ្ញុំបានទទួលនូវបញ្ហានិងការព្រៀងពីពិចារណារកដំណោះស្រាយទាំងមូលដើម្បីអភិវឌ្ឍគម្រោងរបស់យើងរបស់យើងខ្ញុំយកទៅឲ្យសិស្សប្អូនចំនួនក្រោយយកទៅសិក្សាបន្ថែមទៀត1.2 ការវិតម្លៃគម្រោងដែលធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យគឺជាសមិទ្ធផលក្រុមទាំងមូលដែលខិតខំប្រឹងប្រែងគម្រោងនេះទទួលបានជោគជ័យសិតសឹងតែ 75% ទៅហើយនៃការគម្រោងពិតជាក់ស្ដែងខ្វះខាតទៅលើមួយចំនួនវិជាឧបករណ៍ក្រុមគម្រោងរបស់យើងខ្ញុំមានកម្រិតក្នុងការស្រាវជ្រាវប៉ុន្តែអ្វីក៏ដោយអមជាមួយនឹងគុណសម្បត្តិនិងគុណវិបត្តិចំណែកឯគុណសម្បត្តិជួយសម្រួលដកដងផ្លូវងាយស្រួលក្នុងការងាយស្រួលក្នុងការទិញឧបករណ៍មានផលប្រយោជន៍ដល់ដងផ្លូវដូចជាជួយសម្រួលដល់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅវិញទៅមកដោយមានសុវត្ថិភាពឲ្យសិស្សចំនួនក្រោយយកទៅអនុវត្តនៅតាមសាលាមួយចំនួនចំណែកឯគុណវិបត្តិវិញម្ដងក្នុងការដំឡើងមានការស្មុគស្មាញទាមទារឲ្យយើងយល់ដឹងពីការដំឡើងភ្លើងចរាចរណ៍គម្រោងមានការសំញាំអរគុណលោកគ្រូជាបន្តខ្ញុំសូមបន្តវេនទៅសមាជិក ជំរាបសួរលោកគ្រូអរគុណដល់មិត្តភ័ក្តិដែលផ្ទេរភារកិច្ចនេះឲ្យខ្ញុំឡើងមកបកស្រាយបន្តចំពោះទី5 1 ទី 5 សេចក្តីនឹងសន្និដ្ឋានយកតាមការស្រាវជ្រាវរយៈពេលកន្លងមកនេះបានធ្វើឲ្យយើងយល់ដឹងពីការតាក់ទងទៅនឹងការបង្កើតនូវសមត្ថភាពមួយដែលអាចជាប្រយោជន៍ដល់សម្រាប់đây là cắt nước ra điមានសមាធិទេសមិទ្ធផលជាសមិទ្ធផលជប់តាមហ្នឹងphải យើងបានដំឡើងផ្ទាល់ដំណើរការរបស់ទី2ពួកយើងគឺនៅពេលដែលផ្លូវទី1និងផ្លូវទី3ពណ៌ក្រហមពេលនោះផ្លូវទី2និងទី4ពណ៌បៃតងហើយនៅពេលដែលផ្លូវទី1ផ្លូវទី1និងទី3ចាប់ផ្ដើមឡើងពណ៌លឿងហើយផ្លូវទី2និងផ្លូវទី3ឡើងពណ៌ខំអបដែរដល់ពេលដែលផ្លូវទី1និងផ្លូវទី3ចាប់ផ្ដើមឡើងពណ៌បៃតងពេលនោះផ្លូវទី2និងទី4ចាប់ផ្ដើមឡើងពណ៌ក្រហមម្ដងហើយនៅពេលដែលផ្លូវទី2និងទី4ចាប់ផ្ដើមឡើងពណ៌លឿងវិញដល់ពេលដែលផ្លូវទី2និងទី4ឡើងពណ៌លឿងវិញពេលនោះផ្លូវទី1និងទី3